សួស្តីនឹងសូមជម្រាបសួរពុកម៉ែបងប្អូនអ៊ំពូមីងទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំមកថតផ្លែឈើមួយប្រភេទដើម្បីបង្ហាញចែកជូនដល់ពុកម៉ែបងប្អូនអ៊ំពូមីងទាំងអស់គ្នាឲ្យបានឃើញឥឡូវនេះដល់រដូវកាលដែលវាចាប់ដើមផ្លែហើយផ្លែឈើមួយប្រភេទនេះគឺមានឈ្មោះថាផ្លែដង្កោចំពោះផ្លែដង្កោគឺយើងអាចបរិភោគបានទាំងផ្លែខ្ចីនិងផ្លែទុំបើនិយាយអំពីអត្ថប្រយោជន៍របស់ដង្កោគឺមានច្រើនគួរសមដែរតែនាងខ្ញុំសូមអត់អត្ថាធិប្បាយនៅក្នុងវីដេអូនេះទេនាងខ្ញុំគ្រាន់តែមកបង្ហាញហើយក៏មកចង់រំលឹកអនុស្សាវរីយ៍នៃផ្លែដង្កោបង្ហាញចែកជូនដល់ពុកម៉ែបងប្អូនអ៊ំពូមីងទាំងអស់គ្នាឲ្យបានឃើញផ្លែដង្កោយើងអាចយកទៅបុកជាមួយនឹងដង្កៀបក្តាមគឺមានរសជាតិឆ្ងាញ់ណាស់ដោយសារតែដង្កោមានរសជាតិចត់រីឯផ្លែដង្កៀបក្តាមគឺមានរសជាតិជូរយើងបុកដាក់លេងប្រហុកដាក់អំបិលដាក់ម្ទេសហើរគឺថាបង្កើនរសជាតិឆ្ងាញ់តែម្ដងហើយដង្កោយើងអាចបុកវាដើម្បីយកទៅត្រាំធ្វើឲ្យមានពណ៌ខ្មៅហើយស្វិតល្អអ្នកភូមិរបស់នាងខ្ញុំកាលពីជំនាន់មុនគឺក៏តែងតែបេះផ្លែដង្កោយកទៅបុកហើយដាក់ត្រាំសំណាញ់ធ្វើឲ្យសំណាញ់ហ្នឹងស្វិតល្អហើយមានពណ៌ខ្មៅតែសពថ្ងៃនេះអ្នកភូមិរបស់នាងខ្ញុំគឺមិនសូវមានការនេសាទដូចពីមុនទេដោយសារតែបច្ចុប្បន្ននេះការនេសាទត្រីគឺអត់បានដូចជាលើកមុនដោយសារតែត្រីរបស់យើងកាន់តែក្រទៅផ្លែដង្កោពុកម៉ែបងប្អូននៅពេលចាស់យើងអាចយកទៅត្រាំវាផ្សះបរិភោគបានទុំក៏យើងអាចបរិភោគបានដែរគឺមានរសជាតិឆ្ងាញ់ណាស់មិនដឹងថាពុកម៉ែបងប្អូនធ្លាប់បរិភោគផ្លែដង្កោដែរឬអត់បើចំពោះនាងខ្ញុំកាលពីនៅក្មេងគឺនាងខ្ញុំចូលចិត្តបរិភោគណាស់នៅខ្ចីនាងខ្ញុំហូបយកបុកវាអញ្ចឹងទៅយកក្របដែលខ្ចីឆ្ងាញ់ណាពុកម៉ែបងប្អូនធ្លាប់ហូបក្របត្នោតអត់អញ្ចឹងក្របដង្កោដូចគ្នានឹងក្របត្នោតដែរគ្រាន់តែថាដង្កោគឺមានក្របវាតូចល្អិតរីឯដង្កោមានក្របធំហើយទុំក៏យើងអាចបរិភោគបានដែររសជាតិវាផ្អែមឆ្ងាញ់តែបង្កប់ដោយជាតិចត់តិចតែអាចបរិភោគបានហើយថ្ងៃនេះនាងខ្ញុំមកថតបង្ហាញឲ្យពុកម៉ែបងប្អូនបានឃើញចាំមើលលើក្រោយទៀតនាងខ្ញុំនឹងបេះផ្លែដង្កោដើម្បីធ្វើជាមុខម្ហូបឲ្យពុកម៉ែបងប្អូនអ៊ំពូមីងទាំងអស់គ្នាបានឃើញហើយចំពោះវីដេអូនេះសូមបញ្ចប់ត្រឹមនឹង